ស្ត្រីកំសត់រូបនេះបានសម្រាលកូនរួចហើយក្មេងស្រី9នាក់រួចហើយឥឡូវមានផ្ទៃពោះហើយគាត់មានមួយទៀតនៅក្នុងហោប៉ៅរបស់គាត់ហើយគាត់ហៀបនឹងនាងហៀបនឹងសម្រាលកូនហើយព្រើកំពុងធ្លាក់យ៉ាងខ្លាំងនៅខាងក្រៅស៊ីវលៀនដេកលើក្រែដីថ្ងាសរបស់នាងកន្សែងសើមមួយបានគ្រប់ក្បាលគាត់នាងសម្រាលកូនជាលើកទី10ដៃរបស់ឈ្មោះកំពុងញ័រខ្ញុំខ្លាចថាវានឹងខ្លាចជាក្មេងស្រីម្នាក់ទៀតវាមិនអាចទៅរួចទេក្នុងការផលិតក្តារនេះឡើងវិញមិនហើយការថ្វាយធូបរបស់គ្រួសារវងគួរឲ្យខ្លាចណាស់វាពិតជានឹងបែកបាក់នៅខាងក្រៅទ្វារយាយលីកំពុងកាន់បំពង់មួយមុខរបស់គាត់វែងវាត្រជាក់ជាងនឹងវែងជាងថ្ងៃទី12នៃប្រតិទិនចន្ទគិតហើយវាត្រូវបានជាប្រតិទិនដោយហៅពួកគេថាជាក្រុមមនុស្សអាក្រក់ឥតប្រយោជន៍ភ្នូដូនដារបស់គ្រួសារវងបានរងទុក្ខវេទនាយ៉ាងខ្លាំងនោះហើយជាមូលហេតុដែលខ្ញុំជាប់គាំងជាមួយអ្នកហើយអ្នកបានទាញយកអ្វីទាំងអស់ស្វាមីវាងជៀនជន់អង្គុយលើមាត់ទ្វារក្រៅពីនេះផ្សែងថ្នាំជក់មួយបំពង់បន្ទាប់ពីផ្សែងមួយទៀតរង្វង់ផ្សែងពណ៌សប្រភេទលីជាមួយផ្កាព្រើវាបានរសាត់ចុះក្រោមហើយចុះចតនៅលើចុងកន្ត្រកបុរសអាយុ45ឆ្នាំម្នាក់មកពីភូមិឃុំកាត់ហែចចៃរបស់មនុស្សចាស់អាចប្រយុទ្ធបានគាត់នៅតែធ្វើការលើទឹកស៊ីអ៊ីវធុបឆេះក្នុងចិត្តខ្ញុំហើយការឈឺចាប់នៅតែបន្តនៅក្នុងផ្ទះសំឡេងនោះរសាត់បាត់បន្តិចម្ដងខ្លាចជាសំឡេងខ្សោយដូចជាសំឡេងឆ្មាយំបានទម្លុះរុនទាំង4រដូវកាលឈ្មោះលីសិនបានប្រញាប់ប្រញាល់ចេញមកទាំងទឹកមុខស្បែករបស់នាងមានពណ៌ស្រាលនិងឆ្ងាញ់ហើយជៀនជន់ក៏ស្រស់ស្អាតផងដែរវាជាក្មេងស្រីម្នាក់បារីរបស់យាយចាស់លីកាបូបនោះបានប៉ះនឹងព្រើយ៉ាងខ្លាំងហើយក៏បែកបាក់ជាពីរជាន់ឆ្លីនិងជេរប្រមាថជាស្នូស្លាប់កាយវាងជៀនជន់ស្រាប់តែក្រោកឈរឡើងហើយភ្នែកក្រហមរបស់គាត់សម្លឹងមើលទៅវិជ្ជរួចក៏ងាកមកគាត់បានដើរទៅរកដើមកណ្ដុកចាស់នៅច្រកចូលភូមិគាត់បានទៅទិដ្ឋភាពខាងក្រោយរបស់គាត់ពោពេញដោយភាពអស់សង្ឃឹមផែនដីទឹកភ្នែករបស់ឈីលៀនបានហូរចុះតាមក្រែយ៉ាត់ក្តៅសក់ឲ្យក្មេងស្រីតូចនៅក្នុងដៃកុំយំអីគ្មានការរំខានទេគ្រាន់តែភ្នែកភ្លឺនិងងឹតពេលសម្លឹងមើលគាត់មាត់តូចរបស់នាងញឹមដូចជាស៊ីវលៀនបានកប់មុខរបស់នាងនៅនឹងជញ្ជាំងគាត់បានទប់ទឹកភ្នែកមិនឲ្យហូរចេញហើយរអ៊ូតំថាកូនស្រីខ្ញុំហេតុអ្វីបានជាអ្នកត្រូវមកនៅពេលនេះលោកស្រីលីចាស់បានប្រញាប់ប្រញាល់ចូលទៅក្នុងផ្ទះហើយកំពេញមន្ទីរឃើញថាជាក្មេងស្រីហើយក៏លាតសន្ធឹងខ្លួនចេញគាត់ចាប់នាងហើយស៊ីវលៀនក៏តស៊ូគាត់បានក្រោកឡើងប៉ុន្តែត្រូវបានរុញត្រឡប់ទៅលើក្រែដែលមានកម្ដៅវិញតើមានប្រយោជន៍អ្វីក្នុងការរក្សាពួកគេពីក្មេងស្រី10នាក់ស្ទើរតែទេលីឡាវតៃខាំមូរ៉ានីស៊ីគ្រូសាយ៉ាវទើបតែមានកូនប្រុសទី3របស់ពួកគេបើឯងចង់បានកូនស្រីចូលយើងបដូរគ្នាទៅស៊ីវលៀនយំពេលព្យាយាមបញ្ឈប់នាងដោយអស់កម្លាំងពីការសម្រាលកូនទុនខ្សោយដួលទៅលើដីហើយមើលដោយគ្មានទីពឹងឃើញម្ដាយក្មេកយកកូនទៅឆ្ងាយព្រឹកបន្ទាប់ស៊ីវលៀនភ្ញាក់ពីដំណេកបរោះស្គមម្នាក់កំពុងដេកក្បែរខ្ញុំសំឡេងយំរបស់ទីរោគគឺស្រទន់ដោយកំណាប់ឲ្យទំនុកច្រៀងយាយលីញឹមដោយក្តីរីករាយហើយអោបបង្វើកុមារចៅប្រុសច្បងរបស់ខ្ញុំគ្រូសាវងមានអ្នកស្នងមរលស៊ីវលៀនបានប៉ះមុខក្មេងប្រុសតូចនោះបេះដូងខ្ញុំមានអារម្មណ៍ទេនឹងមិនស្រួលស្ត្រីញឹមកាលពីយប់មិញកូនប្រុសឲ្យខ្ញុំមានអារម្មណ៍ថាទេស្អាតនៅក្នុងចិត្តចាប់តាំងពីណែនយាងចូលមកក្នុងគ្រួសារវងមិនដែលមានសន្តិភាពអ្វីឡើយជ្រូកញីចាស់នោះស្រាប់តែងាប់ភ្លាមហើយទាភាគច្រើននៅក្នុងជំរកឈឺនៅភាគខាងត្បូងបរិសុទ្ធអង់គ្លេសនោះបានយំពេញមួយយប់នៅមុខទាំងធ្មនោះហើយក៏ស្គមទៅគាត់បានខ្លាចជាស្បែកនឹងឆ្អឹងលោកស្រីលីចាស់បានបញ្ចេញកំហឹងរបស់នាងទៅលើស៊ីវលៀនប្រកាសជាមានវាលើអ្នកវាជាសំណាងអាក្រក់សម្រាប់ចៅប្រុសរបស់ខ្ញុំស៊ីវលៀនយល់សប្តិឃើញកូនស្រីរយប់ស្រោមខ្នើយរបស់នាងសាំជោគហើយនាងបានលួចទៅតែងតែដើរលេងជុំវិញសង្កាត់ចាស់របស់ចៅគាត់ត្រូវបានភរិយារបស់យ៉ាវសម្លឹងមកវិញនៅថ្ងៃបុណ្យទុកនាគស្ត្រីបានទៅទន្លេពេលកំពុងលាងស្លឹកឫស្សីស៊ីវលៀនបានឮសំឡេងមីងទាំងពីរនាក់កំពុងពិភាក្សាគ្នាក្មេងស្រីដែលគ្រូសាររបស់អូនយ៉ាវបានផ្លាស់ប្ដូរចម្លែកណាស់គាត់មិនដែលយំទេប៉ុន្តែពេលគាត់ឃើញនរណាម្នាក់បរិសុទ្ធចំណាស់មកពីគ្រូសារយ៉ាវដែលបានកឹបកេងប្រាក់អស់រយៈពេល3ឆ្នាំកូនប្រុសច្បងរបស់គាត់អាចក្រោកពីក្រែបានហើយឥឡូវនេះយ៉ាងធានហ្វេងមិនដែលធ្វើខុសនោះទេគាត់គ្រាន់តែបង្ហាញសមត្ថភាពប៉ុណ្ណោះបេះដូងផ្កាឈូកបានច្របាច់ភ្លាមនោះគឺកូនស្រីរបស់គាត់នៅល្ងាចនោះឈីលៀនបានប្រាប់វងជីអេនចុនខ្ញុំចង់ឃើញកូនស្រីរបស់ខ្ញុំវ៉ាងជីនជុនបានជួបបារីដោយស្ងៀមស្ងាត់រយៈពេលកន្លះនាទីសំឡេងរបស់ខ្ញុំត្រូវបានជំនួសរួចហើយឥឡូវនេះកូនប្រុសរបស់ខ្ញុំវាជាស្គលនៃគ្រូសាវងប៉ុន្តែរឿងនេះគឺកាន់តែយាធ្លាក់ហើយក្រៀមស្វិតក្រោយរយៈពេល3ខែកូនប្រុសច្បងមានអាយុជាង1ខែនាងនៅតែស្គមហើយតូចយាយចាស់លីបានក៏ហៅអាប់ធ្មប់ស្ត្រីចំណាស់នោះដោយភ្ញាក់ផ្អើលដោយរាប់ម្រាមដៃរបស់ខ្លួនថាតើផ្ទះរបស់អ្នកចាអ្នកដឹងដោយរបៀបណាថាកុមារត្រូវបានបដូរក្មេងស្រីនោះគឺជាការចាប់កំណើតឡើងវិញនៃផ្កាយសំណាងមួយសំណាងល្អរបស់គ្រួសារអ្នកមិនអាចរក្សាទុកបានទេក្មេងប្រុសម្នាក់នេះពិតជាសំណាងអាក្រក់ពេកមិនអាចទ្រាំទ្រនឹងផលវិបាកបានតែបានផ្សាយជាធ្នូនឹងការបរិច្ចាគនិងមិនត្រូវបានប្រកល់ក្មេងស្រីម្នាក់ប្រកាសជានឹងកើតក្នុងរយៈពេល3ខែគ្រោះមហន្តរាយដ៏ធំមួយពេលដែលពាក្យសម្ដីត្រូវបាននិយាយចេញមកភ្លាមសម្លេងមួយបានបន្លឺចេញពីសម្លេងយំសោកសៅរបស់ទីរោគប្រុសស៊ីវលៀនបានរត់ទៅហើយបានឃើញមុខតូចរបស់ក្មេងនោះក្រហមភ្លឺចែងចាំងក្តៅពេញខ្លួនរួចទៅហើយញ៉វ៉ាងជីនជុនបានចាប់យកអាវធំរបស់គាត់ហើយសូមទូរស័ព្ទទៅលោកគ្រូពេទ្យលោកយីលីបានបញ្ឈប់ពួកគេប្រញាប់ទៅផ្ទះរបស់ចៅចាស់ដើម្បីទៅទទួលក្មេងស្រីនៅយប់ជ្រៅគ្រូសាវងដែលមានសមាជិក3នាក់លុតជង្គង់ជាមួយកូនប្រុសតូចដែលមានជំងឺធ្ងន់ធ្ងរនៅក្នុងដៃរបស់នាងនៅមុខផ្ទះរបស់លោកតាចៅលោកយាយចៅបរិសុទ្ធចំណាស់បានស្លៀកអាវផាយរបស់គាត់ហើយចេញមកមុខរបស់គាត់ស្រពោនកូននោះត្រូវបានជំនួសរួចហើយតើអ្នកអាចនិយាយបែបនោះដោយរបៀបណាយើងនឹងផ្លាស់ប្ដូរពួកវាប្រសិនបើយើងចង់យើងមាន3ព្រះច័ន្ទបានអភិវឌ្ឍអារម្មណ៍ស៊ីវលៀនលុតជង្គង់ចុះដោយសម្លេងក្រហមទឹកភ្នែកហូរចុះមកលើមុខរបស់នាងឈាមចម្រុះពូចៅសូមអូទេកូនប្រុសខ្ញុំចិត្តស្លាប់ហើយគ្រាន់តែកូនស្រីខ្ញុំអាចជួយសង្គ្រោះគាត់បានភ្លាមនោះសម្លេងក្រលួចមួយបានចេញពីបន្ទប់ខាងក្នុងសំណាយភរិយារបស់យ៉ាវកំពុងកាន់ក្មេងស្រីនោះបានចេញមកហើយក្មេងស្រីនោះបានឃើញស៊ីវលៀនលាតដៃតូចរបស់នាងចេញហើយចុចចុះក្រោមស៊ីវលៀនអបកូនស្រីរបស់នាងដោយភ្ញាក់ផ្អើលសញ្ញាមួយបានលេចចេញមកក្មេងប្រុសតូចយំឃើញដូច្នេះក្មេងស្រីនោះបានប៉ះបងប្រុសរបស់នាងមុខរបស់ក្មេងប្រុសតូចឈប់រើអ្នកជំងឺបានប្រកាច់ហើយលោកតាចៅបានដកដង្ហើមធំយកគាត់ត្រឡប់ទៅផ្ទះវិញរងចាំរហូតដល់ក្មេងប្រុសនោះបានធូរស្រាលពិភាក្សាស៊ីវលៀនបានត្រឡប់មកវិញជាមួយកូន2នាក់របស់នាងនៅយប់នោះនៅផ្ទះក្មេងស្រីតូចបានដេកលើក្រែរបស់បងប្រុសនាងក្មេងប្រុសតូចដែលនៅក្បែរបងប្រុសរបស់គាត់មានគ្រុនក្តៅខ្លាំងវាបានស្រកចុះវិញដោយអភូតហេតុហើយនៅថ្ងៃបន្ទាប់នាងអាចបើកភ្នែកហើយបើដោះបានឆាប់កាន់តែចម្លែកទៅទៀតបន្ទាប់ពីក្មេងស្រីនោះត្រឡប់មកវិញជីវិតគ្រួសារវងបានប្រសើរឡើងបន្តិចម្ដងកូនជ្រូកមានរាងធាត់និងរឹងមាំប៉ុន្តែមានជំងឺក្មេងប្រុសតូចនោះបានពងសុទ្ធលឿង2ជាន់បន្ទាប់ពីជាសះស្បើយពីជំងឺត្រូវបានចិញ្ចឹមដោយប្អូនស្រីរបស់ខ្ញុំអស់រយៈពេលច្រើនខែក្រោយមកធាត់និងស្បែកស្បានបាត់ទៅគាត់មើលទៅហាក់ដូចជាមានជំងឺធ្ងន់ធ្ងរវងជីនយន់បានដាក់ឈ្មោះកូនប្រុសរបស់គាត់វងជេសស្ត្រីចំណាស់ឡៃបានទទូចគាត់បានដាក់ឈ្មោះចៅស្រីរបស់គាត់ថាវ៉ាងហ្វូនូគេថាវាអាចនាំមកនូវសំណាងល្អដល់ប្អូនប្រុសរបស់ខ្ញុំអ្នកស្រីលីចាស់បានផ្លាស់ប្ដូរទាំងស្រុងមេធានបានដឹកហ្វូនៅដើរជុំវិញភូមិខ្ញុំសរសើរកូនស្រីរបស់ខ្ញុំចំពោះមនុស្សគ្រប់គ្នាដែលខ្ញុំជួបគាត់ជាផ្កាយសំណាងមួយដែលបានចុះមកផែនដីភ្នែករបស់គាត់ភ្លឺចែងចាំងល្អណាស់
នៅពេលដែល Funil មានអាយុ1ឆ្នាំភូមិនោះបានស្ថិតក្នុងភាពចលាចលក្នុងអំឡុងពេលទូភិក Civilian បាននាំនាងទៅខាងក្រោយ Phonu កំពុងប្រមូលអស់នៅលើភ្នំចង្អុលទៅព្រើវាបានស្រែកឡើង Civilian បានបកឈាមមាន់ចេញហើយបានរកឃើញថាមានសម្បុកសត្វខ្ងោកកប5ដុំទាំងមូលគ្រប់គ្រាន់សម្រាប់គ្រួសារវងចំអិនឆ្លងកាត់រដូវរងាដ៏ត្រជាក់បន្ទាប់ពីដើបការិចមកដល់ Phonu បានចង្អុលទៅទីធ្លាវាងជិនជន់បានជីកកកាយនៅជ្រុងផ្លូវខណៈពេលដែលក្មេងកំពុងយំពួកគេបានចុះទៅជីកយកក្រប្រាក់មួយដែលមានប្រាក់ដុល្លារជាធ្នូវិញពួកគេបានទទួលប្រេងអំបិលនិងក្រណាត់ពេលឆ្នាំក្រោយមកគ្រួសារយ៉ាវបានមកដល់ទ្វារនោះចាប់តាំងពី Funil ចាក់ចេញមកយ៉ាវសំណាងល្អបានបាត់ពីផ្ទះរបស់ខ្ញុំជំងឺចាស់របស់លោកតាចៅបានផ្ទុះឡើងម្ដងទៀតអ្នកចែកបៀត្រូវបានគេពេញចិត្តនឹងរងគ្រោះថ្នាក់ហើយថ្ងៃរបស់គាត់ក៏កន្លងគេបានធាក់ចុះ 1000 feet ដោយសង្ឃឹមថានឹងដោះដូរសម្បត្តិនោះយកវិញក្មេងស្រីតូចមុនពេលដែលឈៀលៀនអាចនិយាយបានលោកតាលុយតែលោតឡើងមុនគេដោយមិនបានគិតអ្វីទាំងអស់ខ្ញុំគិតថា Phonu មកពីគ្រួសារវាងចាស់ទារោគវាងជិនជន់នៅស្ងៀមបន្ទាប់ពីបានផ្លាស់ប្ដូរចិត្តនៅពេលនោះកុមារនោះមានកំហុសហើយយើងសុខចិត្តធ្វើការសុំទោសប៉ុន្តែ Funil មិនអាចជំនួសបានទេយ៉ាវជាហេងជាសំណាងល្អគាត់បានចាក់ចេញនៅពេលយប់ Civilian បានអប Phonu នៅក្នុងដៃរបស់នាងទឹកភ្នែកបានសាមសម្លៀកបំពាក់របស់ខ្ញុំកូនស្រីម៉ាក់ឲ្យម៉ាក់សុំទោសណាស់ពេលនោះខ្ញុំស្ទើរតែបញ្ជូនអ្នកទៅឆ្ងាយហើយ Phonu ជូតម្ដាយរបស់នាងដោយដៃតូចធាត់របស់នាងទឹកភ្នែកដង្ហើមទឹកដោះគោម្ដាយមិនមែនទេនាងយំហើយ Phonu បាននៅជាមួយម្ដាយរបស់នាងបន្ទាប់ពីការកែតម្រង់និងការបើកចំហលោកវងជារ៉ៃកូនប្រុសកំពុងតែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងហើយ Funil កំពុងអានស៊ូឆ្លាតណាស់ហើយបានប្រឡងជាប់ថ្នាក់ខេត្តវិទ្យាល័យល្អបំផុតមានអ្នកណាម្នាក់បានប្រាប់លោកយាយលីថានាងឲ្យអ្នកបោកប្រាស់គិតថាការសិក្សាគ្មានប្រយោជន៍ពួកគេចង់រៀបការនៅក្មេងដើម្បីដោះដូរនឹងថ្លៃបណ្ណាការលោកស្រីលីចំណាស់បានតបវិញភ្លាមថាខ្ញុំក្មេងស្រីមកពីមជ្ឈមណ្ឌលគាំទ្រគ្រួសារគឺជាតារាអក្សរសាស្ត្រហើយនឹងពួកគេនឹងប្រឡងចូលមហាវិទ្យាល័យប្អូនប្រុសវងយេស៊ូគឺជាបងស្រីច្បង Phonu បានសរសេរថាតាហ្គាឡុងតូចគាត់ធ្វើកិច្ចការផ្ទះពេលកំពុងអានហើយជួយកូនស្រីរបស់គាត់ធ្វើការងារគាត់បានជួយការងារកសិកម្មរួមជាមួយបងប្អូនរបស់គាត់ផងដែរទំនាក់ទំនងរបស់ពួកគេគឺជាការចំណែនរបស់មនុស្សគ្រប់គ្នានៅក្នុងភូមិជាច្រើនឆ្នាំក្រោយមកនៅលើគ្រែស្លាប់របស់នាងគាត់កាន់ដៃរបស់ឈៀលៀនយ៉ាងណែនពេញរាងកាយរបស់គាត់ភ្នែកស្រវាំងរបស់គាត់ពោពេញដោយការសោកស្ដាយរឿងល្ងង់ខ្លៅបំផុតដែលខ្ញុំធ្លាប់ធ្វើក្នុងជីវិតរបស់ខ្ញុំហេតុការណ៍នេះស្ទើរតែបណ្ដាលឲ្យ Funil ស្លាប់រឿងដែលល្អបំផុតដែលត្រូវធ្វើគឺលើកនាងឡើងពួកគេបានត្រឡប់មកវិញត្រូវតែប្រាប់ Funil ថាយាយខ្ញុំមិនខ្វល់ពីនាងទេអ្នកភូមិបានយល់បន្តិចម្ដងថាកុមារនោះទាំងបុរសនិងស្ត្រីសុទ្ធតែមានឪពុកម្ដាយកូនជាទីស្រឡាញ់បំផុតរបស់ខ្ញុំពេលខ្លះអ្នកពោពេញដោយការស្អប់ខ្ពើមវាពិតជាអំណោយមួយពីព្រះពរជ័យដ៏អស្ចារ្យបំផុតរបស់អ្នក